ជាការពិតហើយបងប្អូនកាហ្វេកោសិកាញូថារិចគឺជាប្រភេទអាហារកោសិកាឬក៏យើងហៅថាភេសជ្ជៈកោសិកាក៏បានដែរកាហ្វេនេះទៅជួសជុលកោសិកាដែលបាត់បង់ឲ្យរស់រវើកឡើងវិញដូច្នេះដើម្បីឲ្យដឹងពីគុណភាពនៃកាហ្វេសូមស្ដាប់ព្រះសង្ឃមានពុទ្ធិកាដូចតទៅសូមចម្រើនពរអាត្មាប៉ានសុដាគង់នៅសាលាឆោតទានយុទ្ធនិកភ្នំពេញយើងហ្នឹងកន្លងហើយគឺថាបានចូលរួមក្នុងការពិភាក្សាអំពីកាហ្វេយូធរិកហើយកាហ្វេយូធរិកនេះនិយាយរួមទៅពិតជាមានគុណភាពក្រោយពីឆាន់ហើយបាទការឆាន់កន្លងហើយនេះអាត្មាABC គឺខ្ពស់នោះគាត់ថា14ឥឡូវនៅ ABC នៅសល់12ទេនឹងយើងឆាន់ពីដើមខែឧសភាដើមឧសភាឥឡូវនេះចាំមើលខែមិថុនាមើលយើងពិនិត្យទៀតតើវាចុះបានចុះទេឥឡូវចុះបាន2អញ្ចឹងកាហ្វេយូធរិកនេះពិតជាមានគុណភាពណាហើយស័ក្តិសិទ្ធិមែនណាធ្លាប់ឆាន់ខ្លួនឯងដឹងដូច្នេះអរគុណយូធរិកសង្ឃដីការបស់ព្រះអង្គគឺស្របនឹងបរិបទសពថ្ងៃថាខ្មែរយើងពិតជាមានទំនិញគ្រប់គ្រាន់សម្រាប់ទទួលទានហើយក៏ស្របនឹងប្រសាសន៍ថ្នាក់ដឹកនាំកម្ពុជារបស់ជាតិជាពិសេសសម្ដេចពុកអាអ្នកនាំទំនិញខាងនោះគឺថាពុំទំនិញពីនោះមកហើយខាងយើងស្ដីថាមើលតាមទល់ដែនចរាយដាក់ពួកអាអ្នកនាំទំនិញចូលមកដែលខុសច្បាប់នោះដាក់វាមើលយករឹបអូសស្អីហើយឲ្យវាទៅរែកដីលេងហើយអញ្ចឹងមើលលេងហើយអញ្ចឹងមើលកែងរាល់ថ្ងៃយើងមានទឹកសុទ្ធរបស់យើងមានមីរបស់យើងមានស្អីរបស់យើងអស់ហើយហើយទៅប្រកាច់យកស្អីហើយជួនខាល់លេងមកសិតជាគង់មន់អាគេមិនស៊ីជើងមន់ឯងមកស៊ីយកជើងមន់មកឲ្យខ្មែរស៊ីអញ្ចឹងមើលអាណានិយាយពាក្យអាណាអញ្ចឹងបងអាណាមីណាអញ្ចឹងបងនិយាយព្រោះគុំទៅថាអាណាវាប៉ះតែប្រុសវាមានមីណាទៀតដកហូតទ្រព្យសម្បត្តិវាឲ្យវាទៅរីកឲ្យវាទៅជីកត្រង់សេជីកស្អីពលកម្មមកវាធួនមើលណាតើវាហត់បានវាស្អីជាការប៉ុណ្ណាបងប្អូនខ្ញុំគ្រប់គ្រងប្រសាសន៍សម្ដេចពុកហើយយើងគួរតែដឹងខ្លួនឯងច្បាស់ណាស់ថាយើងគួរតែពង្រឹងខ្លួនឯងពង្រីកខ្លួនឯងឲ្យមានសមត្ថភាពកុំឲ្យគេចេះតែមើលងាយយើងបន្តទៀតយើងមានក្រុមហ៊ុនញូត្រិចជាក្រុមហ៊ុនកូនខ្មែរហើយមានកាហ្វេកោសិកាញូត្រិចអាចដោះស្រាយបញ្ហាសុខភាពជូនបងប្អូនបានហើយមានគុណភាពល្អគួរណាស់យើងងាកមកប្រើប្រាស់ផលិតផលកូនខ្មែរហើយពហិការឲ្យបានដាច់ខាតសម្រាប់ទំនិញសត្រូវគ្រប់ប្រភេទយើងក៏មានស្ថាបនិកដែលជាកូនខ្មែរមួយរូបដ៏អស្ចារ្យគឺលោកហានសីហាអគ្គនាយកនៃក្រុមហ៊ុនញូត្រិចផងដែរហើយលោកពិតជាមានបទពិសោធន៍ជាច្រើនក្នុងការដឹកនាំបណ្ដាញទីផ្សារនៅក្នុងយុគសម័យថ្មីនេះសូមអរគុណ